សួស្តីអ្នកនរគ្នាខ្ញុំធីរីអរគុណសម្រាប់ការមើលវីដេអូនេះបើចូលចិត្តកុំភ្លេច Subscribe ហើយ Share វីដេអូនេះផងដែរថ្ងៃនេះខ្ញុំចង់ចែករំលែកអ្នកនរគ្នាទាក់ទងជាមួយនឹងជីវិតនៅវិទ្យាល័យនិងជីវិតនៅសាកលវិទ្យាល័យមុននឹងចែករំលែកខ្ញុំសូមសួរអ្នកនរគ្នាថាបទពិសោធន៍អ្នកនរគ្នាផ្ទាល់តើការរៀននៅវិទ្យាល័យហើយនៅសាកលវិទ្យាល័យខុសគ្នាមិនបាទអាច sharing នៅក្នុងវីដេអូនេះបានចឹងសម្រាប់ខ្ញុំផ្ទាល់ជីវិតនៅវិទ្យាល័យគឺអត់មានអីស្មុគស្មាញទេគ្រាន់តែមានតែការខំប្រឹងរៀនឲ្យបានបន្ទុកល្អដោយសារខ្ញុំចង់បានរៀនបន្ទុកខ្ពស់ហ្នឹងមានតែចង់បានឈ្មោះនៅលើតារាង5នាក់ជាងរាល់ខែចឹងខ្ញុំព្យាយាមរៀនហើយនឹងគោលដៅរបស់ខ្ញុំការនៅវិទ្យាល័យគឺខ្ញុំចង់ប្រឡងជាប់ឲ្យបាននីតិល្អការពីខ្ញុំរៀននៅវិទ្យាល័យគឺខ្ញុំនៅរៀនអង្គការដែលគាត់គ្រប់គ្រងទៅលើក្មេងស្រីអង្គការនេះឈ្មោះថា Happy Canada ដែល sponsor ដោយសមាគម Telego អញ្ចឹងខ្ញុំចេះភាសាបារាំងដែរចំណែកឯការខ្ញុំរៀននៅសាកលវិទ្យាល័យវិញគឺរៀនពិបាកជាងមុនបន្តិចនិចនៃការរៀននឹងការបង្រៀនរបស់គ្រូគឺផ្លាស់ប្ដូរទាំងស្រុងអត់ដូចគ្នាទេយើងរៀនវិទ្យាល័យគឺយើងមានមេរៀនមានសភៅពុម្ពស្រាប់គ្រូមកគឺដឹងតែបង្រៀនយើងកត់តាមគាត់យើងចាំតាមគាត់អញ្ចឹងទៅប៉ុន្តែពេលយើងរៀននៅសាកលវិទ្យាល័យគឺខុសគ្នាមេរៀនអត់បានមុនទេយើងដឹងតែចំណងជើងមេរៀនពេលខ្លះយើងអត់ដឹង research ថាមេរៀនហ្នឹងមិនទៀតឯកសារដែលយើងត្រូវតែចេះទៅរកពីសិស្សច្បងឬក៏ search ពីអ៊ីនធឺណិតអញ្ចឹងគ្រូពេលខ្លះគ្រូអត់បានឲ្យមេរៀនមកមុនទេចឹងអ្នកនរគ្នាត្រូវ research ដោយខ្លួនឯងគេហៅ self study ដោយខ្លួនឯងអញ្ចឹងវាខុសគ្នារវាងការយើងនៅរៀនវិទ្យាល័យដែលមានមេរៀនស្រាប់គ្រូបង្រៀនបង្ហាត់យើងផ្ទាល់ដូចដែលខ្ញុំបាននិយាយនៅខាងដើមអញ្ចឹងហើយអ្នកដែលគាត់ត្រៀមនឹងរៀននៅសាកលវិទ្យាល័យត្រូវត្រៀមខ្លួនទុកជាមុនទាំងទីកន្លែងរស់នៅបើរៀននៅភ្នំពេញបើអ្នកខេត្តត្រូវរកទីកន្លែងរស់នៅដែលចិត្តនៅសាកលវិទ្យាល័យដែលខ្លួនរៀនគឺថវិកាហើយនឹងមធ្យោបាយធ្វើដំណើរនេះសំខាន់មែនតើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមានអង្គការខ្ញុំអង្គការ support កន្លែងស្នាក់នៅហើយនឹងគាត់មាន allowance ក្នុងការគ្រប់គ្រងរៀនអញ្ចឹងនៅសាកលវិទ្យាល័យនៅក្នុងសាកលវិទ្យាល័យនឹងដែរខ្ញុំក៏បានរកអាហារូបករណ៍បន្ថែមដើម្បីគ្រប់គ្រងទៅលើការរៀនរបស់ខ្ញុំអញ្ចឹងខ្ញុំបានអាហារូបករណ៍ដែលគាត់ផ្ដល់ជាសាច់ប្រាក់រាល់ខែសម្រាប់4ឆ្នាំជាងខ្ញុំអាចសេវលុយដើម្បីទិញម៉ូតូក្នុងការធ្វើដំណើរទៅរៀនណាអញ្ចឹងសំខាន់អ្នកនរគ្នាចូលមកសាកលវិទ្យាល័យចប់ទី12ព្យាយាម volunteer training ចូល workshop ហើយនឹងសួរសិស្សបងរកអាហារូបករណ៍ដើម្បីជួយខ្លួនឯងណាចឹងយើងមានអាហារូបករណ៍ជាច្រើនចឹងអ្នកដែលខេត្តដែលគាត់ក្រីក្រគាត់អាចរកអាហារូបករណ៍ពីសម្ដេចបានរកអាហារូបករណ៍ណាដែលអាចជួយអ្នកនរគ្នាបានចឹងព្យាយាមចឹងមិនមែនយើងនៅចាំកន្លែងអាហារូបករណ៍ហត់មកយើងទេចឹងយើងត្រូវតែ research ពុះពៀហៅវាដែរចឹងមិនបានមកងាយទេចឹងដល់យើងព្យាយាមដែរនេះជាកលឿនដែលខ្ញុំប្រាប់ពិសេសទៅបងប្អូនដែលគាត់ហ៊ានវិទ្យាល័យដែលធៀមខ្លួនមកពិសេសជាងគេអ្នកដែលនៅខេត្តហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេអញ្ចឹងបើពេញចិត្តវីដេអូហ្នឹងកុំភ្លេច Subscribe ហើយ Share វីដេអូហ្នឹងដែរអរគុណបាយបាយ